ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកធ្វើបង្អែមបែបចិនណាបងប្អូនបង្អែមនេះគឺជាផ្លែឈើខ្ញុំដាក់លាយជាមួយផ្លែឈើបងប្អូនផ្លែឈើដូចថាយើងហូបអស់អញ្ចឹងទៅយើងអាចយកមកធ្វើបង្អែមបែបនេះបានណាបងប្អូនហើយបង្អែមហ្នឹងយើងហូបហើយជំនួយដល់សុខភាពត្រជាក់ខ្លួនអីចឹងបងប្អូនបង្អែមហ្នឹងគឺជាបង្អែមសុខភាពចឹងបងប្អូនហើយដាក់ជាមួយនឹងនេះខ្ញុំអាហារនេះខ្ញុំហៅជ័រគោអញ្ចឹងបងប្អូនប្រយោជន៍ជាហៅហ្នឹងហើយបើសិនជាដាក់ទូទឹកកកត្រជាក់ទៀតអូឆ្ងាញ់អស់ទាស់បងប្អូនឥឡូវមកមើលការធ្វើទាំងអស់គ្នាបងប្អូននេះគឺជាប្រតិកទុយកពើខ្ញុំឲ្យបងថ្លៃខ្ញុំគាត់ទៅកាត់បងប្អូនទៅកាត់ឲ្យល្អប្រតិកទុយកពើគាត់បងប្អូនយើងចាត់ឲ្យចិត្តថាចិត្តជាចិត្តបលាចាញ់ចឹងបងប្អូនបលាចិត្តចាញ់អស់ហើយដល់ពេលហើយយើងយកមកកាត់ចំណិតទូចបន្ទាប់មកខ្ញុំយកសបកចាញ់ណាបងប្អូនតែថាយើងស្រួលកាត់ស្រួលធ្វើអញ្ចឹងដល់ពេលកោសអញ្ចឹងហើយយើងលាងទឹកឲ្យស្អាតបងប្អូនលាងទឹកឲ្យស្អាតហើយបានយកចាត់ហើយបានយើងយកមកលាងទឹក5ទឹកនេះលាងច្រើនទឹកបងប្អូនឲ្យវាស្អាតដូចថាជាតិលម្អិលជាតិអីចឹងបងប្អូនជាតិលម្អិលជាតិអីហ្នឹងលាងតតែស្អាតតតែលែងល្អិលចេញលែងអីចឹងទៅបានយើងអាចយកមកធ្វើបង្អែមបានណាបងប្អូនហើយបន្ទាកន្ទុយកពើហ្នឹងបងប្អូនយើងបកស្វចេញអស់មកកោសចេញអស់មកបងប្អូនហើយយើងលាងទឹកហើយដូចថាលែងសូវល្អិលហើយចាំយកមកហាន់បែបនេះបងប្អូនហាន់បែបដុំទូចចឹងបងប្អូនហាន់ហើយបានយើងយកទៅលាងទឹកត្រាំទឹកទៀតបងប្អូនហើយយើងដាក់នៅក្នុងកញ្ច្រែងទេបងប្អូនថាយើងហាន់ទូចចឹងហើយយើងដាក់ក្នុងកញ្ច្រែងទៅស្រួលលាងស្រួលអីចឹងបងប្អូនវាអត់នេះថាអត់ហៀចេញក្រៅចឹងយើងស្រួលលាងនេះដាក់ដូចកញ្ច្រែងចឹងមកយើងដាក់កធុនដាក់នៅពីក្រោមចឹងបងប្អូនបើកទឹករហូតចឹងទៅឲ្យវាហូរហើយចាក់ទឹកចោលចឹងទៅយើងយកមកលាងសាច់ថ្មីទៀតចឹងហើយកូនស្រីខ្ញុំគេមកជួយដែរណាហ្នឹងកូនស្រីហ្នឹងចង់ញ៉ាំបងប្អូនហើយដល់ពេលអញ្ចឹងទម្រាំធ្វើម្ហូបហើយហ្នឹងឡើងយប់បាត់បងប្អូនម៉ោង9មិនធ្វើនេះហើយឥឡូវទឹកពុះហើយផ្លែឈើក៏ហាន់ហើយដែរបងប្អូនអានេះគឺជាផ្លែសេរីបងប្អូនផ្លែសេរីហ្នឹងយកមកហាន់ដុំតូចអញ្ចឹងហើយយើងដាំទឹកពុះហើយបានយកមកដាក់ចូលនៅក្នុងទឹកពុះយើងមកបងប្អូនហើយដាំប្រហែលជា20នាទីអញ្ចឹងបងប្អូនឲ្យឆ្អិនគេថាឆ្អិនសេរីសិនអញ្ចឹងបងប្អូនឥឡូវសេរីយើងដាក់ហើយរឿងពុះបន្តិចហើយខ្ញុំដាក់ជាមួយនឹងស្ករនេះគឺជាស្ករក្រហមបងប្អូនស្ករក្រហមហ្នឹងខ្ញុំដាក់ចំនួន4ដុំប៉ុន្តែខ្ញុំមួយដុំទៀតបានថតបងប្អូនដាក់ឲ្យពុះចឹងមកបន្ទាប់មកខ្ញុំដាក់ជាមួយនឹងផ្ទៃកន្ទុយពើហ្នឹងយើងនេះហើយបងប្អូនលាងស្អាតហើយលែងដូចថាលែងល្អិលលែងអីបងប្អូនខ្ញុំយកមកដាក់លាយជាមួយនឹងទឹកដែលយើងកំពុងដាំពុះហ្នឹងបងប្អូនកោហើយដូចថាខ្ញុំដួសមើលតួតែផ្ទៃកន្ទុយពើហ្នឹងតួតែនេះបងប្អូនតួតែថ្លាមើលតែយើងឃើញថ្លាហើយបានឆ្អិនណាបងប្អូនហើយកូនពៅខ្ញុំនេះកូនពៅកូនបងខ្ញុំនេះមិនទាន់ឆ្អិនស្រួលបួលផងបងប្អូនហើយគេមកភ្លក់មើលផ្អែមនៅអញ្ចឹងបងប្អូនតែពេលហើយឥឡូវមកមើលប្រតិកម្មពើក៏ថ្លាហើយដែរបងប្អូនថ្លាហើយអញ្ចឹងទៅខ្ញុំក៏យកជាមួយនឹងនេះជួយនេះបងប្អូនដូចជាជ័រគោហ្នឹងអាហ្នឹងខ្ញុំថាដំបងថាដាក់តែពាក់កណ្ដាលទេបងប្អូនដល់ពេលហើយខ្ជិលទុកដាក់ទាំងអស់ត្មងទៅបងប្អូនហើយពេលយើងចាំធ្វើម្សៅទៀតនិយាយទៅយូរតែអាលាងអាហ្នឹងតើបងប្អូនលាងអាជ័រហ្នឹងបងប្អូនលាងយើងត្រាំរយៈពេល2-3ម៉ោងហើយបន្ទាប់មកយើងខ្ញុំលាងរយៈពេលប្រហែលជា2ម៉ោងទៀតហ្នឹងបងប្អូននិយាយទៅវាប្រឡាក់ដូចថាមានខ្មៅទូចចឹងបងប្អូនហើយថ្ងៃក្រោយបើសិនជាចង់ធ្វើអីប្រតិកទុយកពើឬមួយក៏ជ័រហ្នឹងយើងលាងទុកមួយថ្ងៃហើយបងប្អូនទុកដាក់ក្នុងទូទឹកកកចឹងហើយបើនិយាយពីកូនស្រីខ្ញុំវិញបងប្អូនហើយម៉ោង12ជាងហើយ7:01ហ្នឹងបងប្អូនលេងគេឃ្លាតណាបងប្អូនឥឡូវឆ្អិនហើយបងប្អូនហើយណាឆ្អិនហើយទម្រាំឆ្អិនម៉ោង1បាត់ហើយនេះព្រឹកឡើងហើយបងប្អូនថាវារឿងនៅក្តៅអ៊ុនចឹងបងប្អូននៅក្តៅអ៊ុនដល់ពេលអញ្ចឹងទៅខ្ញុំក៏យកមកដាក់ក្នុងប្រអប់ត្មងបងប្អូននិយាយទៅខ្ញុំកោតមកខ្ញុំភ្លេចដាក់នេះបងប្អូនដាក់ពត្រាក្រហមបងប្អូនពត្រាក្រហមជាមួយនឹងគេជាបងប្អូនអាក្របទូចអាផ្លែគេជាខ្ញុំភ្លេចដាក់បងប្អូនហើយដល់ពេលអញ្ចឹងទៅខ្ញុំថាធ្វើឲ្យអត់ភ្លេចបានទំនឹកឃើញបងប្អូនអើយភ្លេចបងប្អូនហើយនេះរៀបចំដុសដែរហើយបងប្អូនឡើងបានប្រហែល5-6ប្រអប់ដែរហើយយើងដុសហូបហើយខ្លះចឹងណាដុសហូបហើយខ្លះដូចថាកូនចៅអីម្នាក់មួយចានហូបហើយនេះបើសិនដាក់ទូទឹកកកកាន់តែឆ្ងាញ់ទៀតបងប្អូនហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើន